មានបរិះអ្នកមានម្នាក់គាត់ជិះឡាន570ណាចូលទៅក្នុងហាងលក់សាច់គោហើយគាត់កំងសាច់គោកន្លះគីឡូគាត់សំចៃបានគាត់មានគាត់គិតអញ្ចឹងណាគាត់រៀបចេញមកពីហាងសាច់គោហើយស្រាប់ឃើញបរិះម្នាក់ទៀតជិះឡាន Visto កាចាស់ទៅដល់ក្នុងហាងហ្នឹងកំងសាច់គោ5គីឡូថ្លើមហើយនឹងមានអីផ្សេងទៀតចឹងទៅទិញច្រើនគាត់ចាំឲ្យបរិះដែលជិះឡាន Visto ហ្នឹងចេញទៅបាត់ក៏គាត់សួរអ្នកលក់សាច់គោថាបរិះម្នាក់ហ្នឹងធ្វើអីទិញសាច់ទៅច្រើនម្ល៉េះមើលទៅគាត់ដូចក្រទេអ្នកលក់សាច់គោឆ្លើយថាបាទបងបរិះម្នាក់ហ្នឹងគាត់អត់មានធ្វើការអីទេគាត់ក្រទេប៉ុន្តែគាត់ការដែលជាមួយប្រពន្ធមួយម៉ាយអ្នកមានតែប្តីស្លាប់ទៅម៉ាយអ្នកមានដែលមានលុយច្រើនដូចបងអញ្ចឹងហើយដល់ពេលប្តីស្លាប់ទៅអញ្ចឹងទៅគាត់ទៅការជាមួយតប្រពន្ធគេអញ្ចឹងហើយអញ្ចឹងគាត់ស៊ីចែកតែគេខាងប្តីគេហ្នឹងមិនអស់ឮអញ្ចឹងបរិះអ្នកមានហ្នឹងក៏គាត់ដូរចិត្តគាត់កំងសាច់គោ10គីឡូដែរបាទហើយនឹងយកស្រាល្អទៅដល់ផ្ទះប្រពន្ធឆ្ងល់ប្រពន្ធសួរចុះបងថ្ងៃហ្នឹងអញ្ជើញភ្ញៀវមកជប់លៀងផ្ទះប្តីឆ្លើយអត់ទេខ្ញុំគិតថាយើងគួរតែស៊ីចាយឲ្យហើយទាន់នៅមានជីវិតនៅរស់កុំទុកឱកាសឲ្យគេមកស៊ីចាយលើទ្រព្យរបស់យើងប្រពន្ធឮសូរអញ្ចឹងក៏បាននិយាយថាអញ្ចឹងឆ្លងឆ្នាំនេះបងគួរតែអញ្ជើញក្រុមគ្រួសារនិងម៉ាក់ប៉ាយើងទាំងសងខាងទៅជប់លៀងចេញម្ដងទៅព្រោះបងរិះថាំណាស់ពីមុនមកមិនដែលហ៊ានចែកអីប្រេះផ្ដាស់ទេឥឡូវនេះយើងមានហើយយើងគួរតែចេះចែករំលែកឲ្យគាត់ខ្លះមុនពេលដែលយើងស្លាប់ទៅអរគុណ